សេចក្តីរាយការណ៍នេះបានឲ្យដឹងថាលោកជាកំសត់មិនហ៊ានបង្ក្រាបរថយន្តដឹកឈើទេសង្ស័យមានភិក្ខុនិងអ្នករកស៊ីឈើចាស់ហើយលោកអត់អំពីព័ត៌មាននេះលោកបានរដ្ឋាភិបាលជឿនេះសកម្មភាពដឹកឈើរបស់លោកវ៉ាហៅចន្ទថនបានធ្វើសកម្មភាពយ៉ាងកក្រឹកកក្រែងដែលពុំត្រូវបានលោកអាមនីនាយរងអធិការឋានរដ្ឋបាលព្រៃឈើកុំជើងបឹងទន្លេសាបនិងលោកទានកំសត់ពីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបចាត់វិធានការបង្ក្រាបថាពេលដែលធ្វើកម្មភាពលោកទុពីតែតែបាត់ទូរស័ព្ទហេតុធ្វើឲ្យមហាជនសង្ស័យថាយួននីតិរបស់លោកនាយរងអធិការឋានរដ្ឋបាលព្រៃឈើនិងលោកទានកំសត់ប្រហែលជាត្រូវបានឈ្មោះតិចហើយទៅកម្មភាពដឹកឈើដោយមានច្បាប់អនុញ្ញាតត្រូវបានគេស្គាល់ថាជារថយន្តរបស់លោកវ៉ាហៅចន្ទថនបានដឹកឈើចេញពីស្រុកបារិនឆ្លងកាត់រដ្ឋបាលព្រៃឈើបន្ទាយស្រីនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនកន្លែងតែពុំត្រូវបានបង្ក្រាបម្ដងណាឡើយដោយសារតែប្រព័ន្ធនេះត្រូវបានគេដឹងថាមានអត្តចរិតចូលចិត្តធ្វើនំបត់សៅកន្ទែលធំបន្លប់នេះអានយកឈ្មោះអ្នកដទៃមកយកផ្លេចក្នុងមុខរបររបស់ខ្លួនជាស្ដែងរថយន្តរបស់លោកវ៉ាហៅចន្ទថនបានដឹកឈើលេខ2ដល់មានច្បាប់ជាច្រើនគ្រឿងចូលដេប៉ូរបស់ខ្លួនស្ទើរតែជារៀងរាល់យប់តែពុំត្រូវបានហាមឃាត់នោះទេដោយសារតែលោកបានចងសម្ព័ន្ធមិត្តភាពជាមួយលោកបងមុនលីមលោកលូននិងលោកអាមនីព្រមទាំងលោកទីកំសត់ទើបពុំមានការបង្ក្រាបពីសំណាក់មិត្តប្រៃទាំងនេះលោកអាមនីនាយរងអធិការឋានរដ្ឋបាលព្រៃឈើកំជើងបឹងទន្លេសាបលោកប្រាប់អ្នកសារព័ត៌មានថាបើកាលណាគ្រប់ហេតុការណ៍មានរថយន្តដឹកឈើដែលគ្មានច្បាប់អនុញ្ញាតសូមឲ្យខលហៅលោកជាបន្ទាន់លោកនឹងចាត់វិធានការដាក់កម្លាំងចុះទៅព្រោះរថយន្តនោះការលើកឡើងបែបនេះលោកអាមនីឆ្លើយឲ្យខុសតែពីវត្តជាស្ដែងនៅពេលដែលមានរថយន្តកូរ៉េរថយន្តនេសាទជាពិសេសរថយន្តលោកវ៉ាហៅចន្ទថនដឹកឈើស្ទើរតែបាក់សន្ទះពេលខលហៅលោកអាមនីនិងលោកទីកំសុទ្ធបែរជាគ្មានលោកណាម្នាក់លើកទូរស័ព្ទទេជាហេតុធ្វើឲ្យមានការសង្ស័យថាប្រហែលជាមានការពាក់ព័ន្ធទៅនឹងការរកស៊ីបទល្មើសនេះទេដឹងបានជាពុំហ៊ានបង្ក្រាបពាក់ព័ន្ធទៅនឹងការចោទប្រកាន់ថាលោកវ៉ាហៅចន្ទថនបានទឹកចិត្តមេព្រៃតែទួលនីតិរបស់មេព្រៃដើម្បីរកស៊ីឈើដោយរលូនរាប់សិបឆ្នាំនេះគឺពុំត្រូវបានធ្វើការពិនិត្យរោគសុំការបំភ្លឺបានទេតាមលេខទូរស័ព្ទ088 86ការ៉េ7 9កាលពីរុស្ស៊ីថ្ងៃទី16ខែសីហាឆ្នាំ2015ពាក់ព័ន្ធនឹងបញ្ហានេះមហាជនបានធ្វើការរិះគន់យ៉ាងចាស់ដៃចំពោះលោកកុងប៊ុនលីមនាយសង្កាត់រដ្ឋបាលព្រៃឈើស្នារង្វៀសដែលមានចេតនាខុបខិតជាមួយឈ្មោះឈើមិនគិតពីផលប្រយោជន៍របស់ជាតិមិនខុសពីគេនិយាយថាមេព្រៃខ្លាចជាមេខ្មោចអត់មេព្រៃមិនបានភ្លើងខៀវឈ្មោះយ៉ាងណាជាតិលោកសង្កាត់រដ្ឋបាលព្រៃឈើស្នារង្វៀសបានចំណែកប្រជាពលរដ្ឋគ្រាន់តែសុំទឹកឈើបន្តិចទួយពុះទៀតត្រូវបានគម្រាមកំហែងរីឯលោកវ៉ាហៅចន្ទថនមិនហ៊ានបង្ក្រាបព្រោះខ្លាចដាច់ឆ្នាំងបាយសិព្រាបខ្ញុំបុត្រថាធ្វើសេចក្តីរាយការណ៍បាទលោកមានសេចក្តីរាយការណ៍ច្រើន